នេះគឺជាយន្តហោះចម្បាំងទំនើបបំផុតមួយក្នុងចំណោមយន្តហោះចម្បាំងទំនើបបំផុតជាច្រើនរបស់ប្រទេសចិនយន្តហោះចម្បាំង J35 គឺជាយន្តហោះចម្បាំងទំនើបបំផុតរបស់ប្រទេសចិនវាត្រូវបានជាប់ចំណាត់ថ្នាក់លេខ2បន្ទាប់ពីឆឹងទូ J20 យន្តហោះចម្បាំង J35 គឺជាប្រភេទយន្តហោះចម្បាំងសម្ងាត់ដែលរចនាសម្រាប់ពហុតួនាទីវាមានគំនាបទម្រង់ J35A ដែលជាគំនាបទម្រង់បន្ទាប់និងគ្រោងឲ្យប្រើប្រាស់សម្រាប់កងទ័ពអាកាសនិងកងនាវារបស់ចិនផងដែរវាមានផ្ទុកអាវុធជាច្រើនប្រភេទនិងមានបន្ទប់មីស៊ីលនៅខាងក្នុងដែលធ្វើឲ្យវាមានសមត្ថភាពយូរក្នុងការវាយប្រហារនិងប្រយុទ្ធពីចម្ងាយបានយ៉ាងល្អផងដែរយន្តហោះចម្បាំង J35 ដំបូងវាមានឈ្មោះ KC31 ក្នុងការអភិវឌ្ឍដំបូង J35 បានដំណើរការហោះហើរលើកដំបូងនៅថ្ងៃទី29ខែតុលាក្នុងឆ្នាំ2021និងត្រូវបានបង្ហាញជាសាធារណៈក្នុងពិធីសម្ដែងយន្តហោះក្នុងក្បួនដង្ហែនៅប្រទេសចិនលក្ខណៈបច្ចេកទេសនិងសមត្ថភាពរបស់វាមានកម្រិតខ្លាំងសម្រាប់ការចុះចតនៅលើនាវាអ្នកវិភាគមួយចំនួនយល់ឃើញថាវាមានសមត្ថភាពខ្ពស់និងស័ក្តិសមសម្រាប់ប្រយុទ្ធទាំងអាកាសទៅអាកាសនិងពីអាកាសទៅដីនិងពីអាកាសទៅលើផ្ទៃទឹកបានយ៉ាងល្អផងដែរ J35 អាចប្រើប្រាស់ប្រតិបត្តិការជាក្រុមជាមួយយន្តហោះផ្សេងឬគ្រឿងអាវុធផ្សេងៗផងដែរដោយសារកម្លាំងប្រតិបត្តិការវាខ្ពស់វាត្រូវបានគេមើលឃើញថាការប្រកួតប្រជែងជាមួយយន្តហោះចម្បាំង F35 របស់សហរដ្ឋអាមេរិកវាក៏មិនចាញ់ F35 ប៉ុន្មានដែរមានករណីសរសេរថារោងចក្រ J35 ធ្វើតេស្តចេញពីកម្រិតនាវាដោយប្រើកាំភ្លើងអេឡិចត្រូនិកម៉ាញ៉េទិកលើកដំបូងផងដែរតែក៏មានមតិយល់ឃើញថាព័ត៌មានជាច្រើននៅលើ J35 នៅតែមានសមត្ថភាពមិនពិតប្រាកដនៅតែមិនច្បាស់លាស់លើប្រអប់ខ្មៅក្នុងប្រព័ន្ធព័ត៌មានសាធារណៈថ្ងៃអនាគតប្រទេសចិនក៏មានកំណែទម្រង់ J36 ដែលគ្រោងនឹងឲ្យក្លាយជាយន្តហោះសម័យទី6ដែលមានសក្តានុពលខ្ពស់ផងដែរយន្តហោះចម្បាំង J35 វាមានប្រវែង 17.3 ម៉ែត្រនិងទទឹងស្លាប 11.5 ម៉ែត្រកម្ពស់ 4.8 ម៉ែត្រវាអាចផ្ទុកអាវុធបានដូចជា PL10 PL15 PL21 មីស៊ីលបាញ់ពីអាកាសទៅអាកាស J35 វាមានតម្លៃប្រមាណ55ទៅ70លានដុល្លារក្នុងមួយគ្រឿងយន្តហោះចម្បាំង J35 ហោះបានល្បឿនអតិបរមា 2222 គីឡូម៉ែត្រក្នុង1ម៉ោងផងដែរ